ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតវីដេអូថ្ងៃនេះចាប់ផ្ដើមពីការប្រយុទ្ធរវាង Luffy ហើយនិង Cracker ពិតប្រាកដមុនពេលចាប់ផ្ដើម Cracker អាងតែមានគ្នាច្រើនជាងក៏ប្រាប់ឲ្យ Luffy ព្រមចុះចាញ់ទៅគាត់ថាការទទួលស្គាល់តែខ្លួនឯងអន់ជួនកាលក៏ជារឿងល្អម្យ៉ាងដែរប៉ុន្តែដូចយើងដឹងស្រាប់ហើយថា Luffy ទតយូរមិនព្រមចុះចាញ់ការប្រយុទ្ធនៅពេលនោះ Luffy ព្យាយាមសម្រុកទៅវាយ Cracker ពិតប្រាកដប៉ុន្តែសម្បករបស់គាត់ចូលមករកជំនួសគាត់រហូតហើយក្នុងពេលជាមួយគ្នាក៏មានសម្បកខ្លះទៀតវាយប្រហារទៅលើ Luffy ផងដែរប៉ុន្តែសម្បកអស់ទាំងនោះមិនសូវជាឆ្លាតប៉ុន្មានទេទើបធ្វើឲ្យ Luffy អាចកាត់ចាត់ការពួកគេបានយ៉ាងងាយស្រួលបន្ទាប់ពីចាត់ការសម្បករបស់ Cracker អស់ Luffy ក៏សម្រុកចូលទៅប្រយុទ្ធជាមួយនឹង Cracker ពិតប្រាកដវិញម្ដងការប៉ះគ្នាលើកនឹងយើងឃើញថាក្បាច់ដើររបស់ Cracker ពិតប្រាកដមិនធម្មតាទេអាចទប់ទល់ជាមួយនឹង Gear ទី4របស់ Luffy បានបន្ទាប់មក Cracker បានទះដៃបង្កើតសម្បករបស់គាត់បានយ៉ាងច្រើនជាងមុនទៀតចំណែក Luffy មិនឲ្យចាញ់ចិត្តទេក៏មិនដកដៃចេញម៉ែ6ហើយក៏សម្រុកវាយទៅកាន់ក្រុមសម្បករបស់ Cracker Come on, Gum Gum! Come on, ការប្រយុទ្ធនៅលើកនោះ Cracker មកឃើញប្រឡោះក៏ស្ទុះតែចាក់ Luffy មួយដាវតែ Luffy ឃើញទាន់ហើយក៏គេចរួចបន្ទាប់មកទៀតមិនខ្វល់ថា Luffy កំទេចសម្បករបស់ Cracker អត់ប៉ុន្មានទេ Cracker នៅតែអាចបង្កើតសម្បកកងទ័ពរបស់គាត់បានយ៉ាងលឿនមកវិញក្រោយមកទៀត Luffy ដឹងថាគាត់ជិតអស់កម្លាំងធាតុ Haki ហើយអញ្ចឹងហើយទៅវាយឲ្យលឿនបន្តិចនៅពេលនោះ Luffy ក៏សម្រេចចិត្តប្រើ Super ចុងក្រោយសម្រុកទៅវាយ Cracker តែម្ដងកណ្ដាប់ដៃចុងក្រោយរបស់ Luffy មួយនឹងទោះបីជាសម្បក Cracker ប្រមូលគ្នាមកទាំងអស់ដើម្បីជួយទប់ទល់ក៏ទប់អត់ជាប់ដែរប៉ុន្តែគួរស្ដាយណាស់ពេល Luffy វាយជិតដល់ Cracker ហើយស្រាប់តែអស់កម្លាំងធាតុ Haki ល្មមនៅពេលដែលអស់កម្លាំងធាតុខ្លួនរបស់ Luffy ធូរស្ពេតដូចពីប៉ោងធ្លាក់ខ្យល់អញ្ចឹងពេលហ្នឹងគាត់បានធ្លាក់នៅកន្លែងដែលឆ្ងាយពី Cracker គួរសមហើយដូចជាការវាយគ្នាជាមួយនឹង Doflamingo អញ្ចឹង Luffy ត្រូវការរយៈពេល10នាទីដើម្បីចម្រាញ់កម្លាំងធាតុ Haki មកវិញកាត់ទៅមើលនគរជើងម៉ាវិញម្ដងថ្ងៃនេះ Ichichi ហើយនិង Nichi បានត្រឡប់មកនគរជើងម៉ាវិញដើម្បីចូលរួមកម្មវិធីរបស់ Sanji នៅថ្ងៃស្អែកពេលមកដល់មានក្រុមទាហានជាច្រើនអបអរសាទរជ័យជំនះរបស់ពួកគេនៅកោះ Broccoli បន្ទាប់ពីបានចូលទៅដល់ខាងក្នុងអ្នកដែល Ichichi ហើយនិង Nichi ចង់ឃើញជាងគេគឺ Sanji ព្រោះពួកគេបានបែកគ្នាជាយូរមកហើយនៅពេលដែល Richu និង Sanji មកដល់ Nichi បានស្ទុះចូលទៅនិយាយចំអកឲ្យ Sanji ដូចជាសប្បាយចិត្តណាស់អញ្ចឹងប៉ុន្តែ Sanji អត់បានច្រឡូកមាត់ជាមួយទេហើយធ្វើមុខឌឺដាក់វិញទៀតបន្ទាប់មកនៅតុអាហារយ៉នជីនិងនីជីនៅតែព្យាយាមនិយាយចំអកដើម្បីឲ្យសាន់ជីខឹងប៉ុន្តែសាន់ជីធ្វើដូចអត់ដឹងឮពួកគេនិយាយអញ្ចឹងហើយគាត់បែរទៅជាចាប់អារម្មណ៍ថានីជីអត់បានប៉ាម្ហូបរបស់គាត់នីជីប្រាប់ថាមកពីម្ហូបនឹងមកទៅគួរឲ្យខ្វើមពេកគាត់លេបមិនចូលទេហើយសាន់ជីបានស្ដីឲ្យនីជីថាអាកូនស្ដីល្ងីល្ងើឯងនឹងគ្មានស្គាល់គុណតម្លៃម្ហូបអីសោះធ្វើឲ្យនីជីខឹងច្រឡោតតាតងហើយក៏ហៅមេចុងផៅចូលមកគាត់បានស្ដីឲ្យមេចុងផៅដែលធ្វើម្ហូបមកទៅគួរឲ្យខ្វើមធ្វើឲ្យគាត់លេបអត់ចូលនិយាយរួចក៏លើកចានម្ហូបគប់សម្ដៅទៅរកនាងប៉ុន្តែអត់បានត្រូវនាងនោះទេដោយសារសាន់ជីចូលទៅជួយទាន់សាន់ជីខឹងណាស់អ្នកណាគេចង់ធ្វើបាបមនុស្សស្រីអញ្ចឹងសម្ដីរបស់សាន់ជីបានធ្វើឲ្យរេជូលួចញញឹមចំណែកនីជីធ្វើមុខដូចគេច្បាច់បន្ទាប់មកសាន់ជីបានអន់ទៅពិនិត្យម្ហូបដែលជ្រុះនៅលើដីហើយសរសើរមេចុងភៅថានាងធ្វើម្ហូបបានល្អណាស់ចំណែករសជាតិវិញក៏ឆ្ងាញ់កប់ចំណែកទង្វើរបស់សាន់ជីបានធ្វើឲ្យនីជីគិតថាសាន់ជីនឹងឌឺគាត់ដល់ពេលខឹងពេកក៏ចង់លោតទៅទាត់សាន់ជីមួយជើងតែចៃបានខាត់ដោយសារតែខ្លាចប៉ះពាល់ដល់កូនកំណៅដែលត្រូវរៀបការនៅថ្ងៃស្អែកបន្ទាប់មកសាន់ជីបានស្ដីឲ្យនីជីក៏ដូចជាអ្នកដែលមានវត្តមាននៅកន្លែងនឹងថាការដែលពួកគេកើតនៅក្នុងវង្សត្រកូលស្ដេចក៏មិនត្រូវមើលងាយមនុស្សទូទៅដែរទង្វើរបស់ពួកគេដែលធ្វើរាល់ថ្ងៃហ្នឹងវាខុសពីគោលការណ៍របស់គាត់ប៉ុន្តែ AGG បាននិយាយបកទៅវិញថាគោលការណ៍របស់ Sanji គឺជាគោលការណ៍ដែលអ្នកទង់ខ្សោយយកទៅប្រើប្រាស់អ្នកដែលខ្លាំងដូចពួកគាត់គិតបែបផ្សេង Sanji គ្មានថ្ងៃយល់ទេនៅពេលនោះ Jay ក៏បានកាន់ជើង AGG ដែរហើយគាត់បានបន្ទោសសេដែលធ្វើឲ្យ Sanji គិតបែបដែរអញ្ចឹងហើយគាត់គ្រាន់តែបានឃើញរូបថតរបស់ Cell Sanji ឡើងទាំងកងដៃដែល Sanji ពាក់ហើយនឹងរូបថតរបស់ Cell គឺកូនចៅរបស់ Big Man ឈ្មោះ Molo ជាអ្នកឲ្យទៅ Jake ពេលនេះ Jake បានយក Cell ដែល Sanji គោរពស្រឡាញ់ស្មើនឹងឪពុកមកគំរាម Sanji ដើម្បីឲ្យ Sanji ធ្វើតាមគាត់បើមិនអញ្ចឹងទេគាត់មិនធានាថា Cell នៅមានជីវិតទេពេលនេះខ្ញុំសូមរំលឹកអំពីប្រវត្តិរបស់ Sanji និង Cell ខ្លះៗឡើងវិញកាលពីមុន Cell គឺជាចៅសមុទ្រហើយទៅប្លន់ចំទូកដែល Sanji កំពុងតែធ្វើការ
នៅយប់នោះមានខ្យល់បក់បក់ទាំងទូរបស់សេលនិងទូរបស់សាន់ជីធ្វើការឲ្យលិចទឹកទាំងអស់ហើយដោយសារតែចង់ជួយជីវិតរបស់សាន់ជីសេលបានលះបង់ជើងម្ខាងរបស់គាត់អស់ម្ខាងក្រោយមកពួកគេទាំងពីរនាក់បានទៅនៅលើដុំថ្មដែលនៅកណ្ដាលសមុទ្រមួយចូលនៅទីនោះជិត3ខែមុនពេលដែលមានទូទៅជួយសង្គ្រោះពួកគេទើបសាន់ជីដឹងថាសេលបានលះបង់ចំណីអាហារទាំងអស់ឲ្យគាត់ញ៉ាំហើយថែមទាំងបាត់បង់ជើងម្ខាងដែលសុទ្ធតែជួយជីវិតរបស់គាត់ទៀតក្រោយពីរស់រានមានជីវិតពួកគេបានបើកភោជនីយដ្ឋានមួយនៅកណ្ដាលសមុទ្រជាមួយគ្នាដែលមានឈ្មោះថាបារ៉ាធីអេក្នុងកំឡុងដែលពួកគេរស់នៅជាមួយគ្នាសេលបានបង្រៀននឹងទូមានប្រៀនប្រដៅសាន់ជីដោយឪពុកប្រដៅកូនអញ្ចឹងចំណែកសាន់ជីក៏គោរពស្រឡាញ់សេលដូចជាឪពុកបង្កើតផងដែរឈុតដែលសាន់ជីគោរពលាសេលចាក់ចេញពីភោជនីយដ្ឋានបារ៉ាធីអេដើម្បីជួបក្រុមជាមួយនឹងសាន់ជីជាឈុតដែលស៊ីអារម្មណ៍រហូតដល់ទប់ទឹកភ្នែកមិនចុះអញ្ចឹងតើសាន់ជីមិនឲ្យមានគ្រោះថ្នាក់អីកើតឡើងចំពោះសេលបានជាដាច់ខាតតែមកលូហ្វីដែលកំពុងតែសង្ងំចម្រាញ់កម្លាំងធាតុហាគីវិញក៏អន្ទះសារណាស់មានអារម្មណ៍ថា10នាទីដូច10ឆ្នាំអញ្ចឹងនៅពេលនោះស្ទើរតែមានសម្បកក្រៅខើមួយបានរកឃើញគាត់ហើយតាមវាយប្រហារគាត់ឋានភាពរបស់លូហ្វីនៅពេលនេះយ៉ាប់យ៉ឺនណាស់សូម្បីតែក្មេងក៏អាចវាយឈ្នះគាត់បានដែរពេលនោះសំណាងណាស់នៅពេលដែលក្រៅខើប៊ីនឹងចាត់ការលូហ្វីចោលទៅហើយដើមឈើឃីងបាវក៏បានមកជួយគាត់តាន់អ្នកដែលបញ្ជាដើមឈើឃីងបាវឲ្យមកជួយនោះគឺណាមីនាងអានតែមានវីវើខាតរបស់ Big Mom នៅក្នុងដៃចង់បញ្ជាពួក Homie ធ្វើព្យុះធ្វើភ្លៀងបានតាមចិត្តនៅពេលនោះណាមីបានបញ្ជាពួក Homie ជួយសែង Luffy ដាក់ចូលទៅក្នុងមាត់របស់ King Bao ហើយរត់គេចពី Cracker មួយរយៈសិនកាត់ទៅមើលនៅពិភពកញ្ចក់របស់ Prolemy Plate ពេលនេះនាងដឹងខ្លួនវិញហើយនាងនឹងស្បត់ថានឹងសងសឹកណាមីឲ្យបានឥឡូវអ្នកដែលនាងកំពុងតែរកមុខគឺ Chopper ហើយនិង Carrot ដែលពួកគេកំពុងតែដើរអត់ពីកញ្ចក់មួយទៅកញ្ចក់មួយទៀតដើម្បីស្វែងរកសាន់ជីចៃដន្យពួកគេបានឃើញមនុស្សម្នាក់មើលពីក្រៅដូចសាន់ជីណាស់ប៉ុន្តែដល់ពេលបែរមុខចាំមិនមានសោះមុខដូចឈួតបន្ទាប់មកពួកគេបាននាំគ្នាទៅអង្គុយសម្រាកក្បែរកញ្ចក់មួយផ្ទាំងហើយតាមរយៈកញ្ចក់នោះពួកគេបានមើលឃើញ Big Mom ដែលកំពុងតែនិយាយគ្នាថាថ្ងៃនេះ Big Mom មានអារម្មណ៍ល្អណាស់ព្រោះល្ងាចនេះត្រូវញ៉ាំអីជុំគ្នាជាមួយនឹងគ្រួសាររបស់សាន់ជីដែលមកពីនគរជើម៉ាពេលនេះ Chopper ដឹងហើយថាសាន់ជីកំពុងតែនៅនគរជើម៉ាតមកសាច់រឿងបានកាត់ទៅមើលមេចុងភៅដែលពេលនេះនាងបានលួចក្រាស់សាន់ជីហើយប៉ុន្តែសំណាងមិនល្អសោះថ្ងៃនេះបានប៉ះជាមួយនាងជី2ដងហើយមកទៅលើកនេះអត់មានអ្នកណាជួយនាងទេមួយសន្ទុះក្រោយមកសាន់ជីបានដើរកាត់បន្ទប់នោះឬក៏ប្រទះឃើញមេចុងភៅត្រូវបាននាងជីវាយឡើងទ្រង់ខ្លួនបាត់ទៅហើយបន្ទាប់មកយានជីបានទៅដល់ទីនោះហើយហៅសាន់ជីឲ្យដើរតាមគាត់ព្រោះគាត់ដឹងថានាងជីនឹងណាបន្ទាប់មកយានជីបាននាំសាន់ជីទៅដល់បន្ទប់ពិសោធន៍ក្រុមដីមួយដែលនៅទីនោះមានសុទ្ធតែទាហានក្លូនដែលប៉ារបស់ពួកគេផលិតឡើងមកយានជីប្រាប់ថាប៉ារបស់ពួកគេធ្លាប់ធ្វើការជាមួយនឹងដុកទ័រវេកផាំងមុនពេលដែលដុកទ័រវេកផាំងទៅធ្វើការអរដ្ឋាភិបាលតែបើតាមយានជីនិយាយទាហានក្លូនអស់ហ្នឹងអត់មានអារម្មណ៍អត់មានមនោសញ្ចេតនាអីទេដោយសារតែប៉ារបស់ពួកគេចេះសេរីឲ្យទៅជាអញ្ចឹងរឿងហ្នឹងសាន់ជីយល់ថាជារឿងអមនុស្សធម៌ខ្លាំងណាស់បន្ទាប់មកអេជីជីនិងនីជីក៏បានចូលមកដល់ទីនោះហើយគ្រាន់តែបានឃើញមុខនីជីភ្លាមសាន់ជីក៏បានស្ទុះទៅទាត់គាត់មួយជើងចំកណ្ដាលមុខឡើងផ្លោងប៉ុន្តែសាន់ជីត្រូវបាននីជីវាយបកវិញនៅពេលដែលអេជីជីយកសែលមកគំរាមគាត់បន្ទាប់មកសាច់រឿងបានកាត់ទៅមើលប្រវត្តិរបស់សាន់ជីថែមបន្តិចទៀតបងប្អូនរបស់សាន់ជីទាំងអស់ត្រូវបានប៉ារបស់គាត់កេសែនតាំងពីមុនពេលពួកគេចាប់កំណត់ទៅទៀតចាចង់ឲ្យកូនៗរបស់គាត់ខ្លាចទៅជា Superman ដើម្បីដឹកនាំកងទ័ពជើងម៉ា Double Six នៅថ្ងៃអនាគតនៅក្នុងការធ្វើតេស្តរូបភាពក្លាហានមួយគេបានឲ្យបងប្អូនរបស់សាន់ជីទាំងអស់លើកចុះពីលើអាគារយ៉ាងខ្ពស់នៅថ្ងៃនោះអ្នកណាក៏ហ៊ានលោតចុះដែរលើកលែងតែសាន់ជីបន្ទាប់មកចូលដល់ការធ្វើតេស្តកម្លាំងម្ដងឃើញថាសាន់ជីខ្សោយជាងគេការធ្វើតេស្តបន្តទៀតគឺដូចគ្នាសាន់ជីមើលទៅដូចជាមិនស៊ូមិនរួចជាមួយនឹងបងប្អូនរបស់គាត់ទេអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមបងប្អូនរបស់គាត់ទាំងអស់មានរេជូម្នាក់ដែលជាអាណិតអាសូរគាត់ហើយអ្វីដែលសាន់ជីមានបងប្អូនគាត់អត់មានគឺសាន់ជីមានមនោសញ្ចេតនាជាស្រឡាញ់សត្វបន្ទាប់ពីការធ្វើតេស្តអស់មួយរយៈមកនេះវិទ្យាសាស្ត្របានតែប្រាប់ចែកថាការកែសែនរបស់កូនៗគាត់ទទួលបានជោគជ័យអស់ហើយលើកលែងតែសាន់ជីពេលលើអញ្ចឹងចេះអត់ពេញចិត្តជាមួយនឹងសាន់ជីទេហើយក្រោយមកក៏ប្រឌិតរឿងថាសាន់ជីស្លាប់បាត់ហើយតាមពិតគាត់បានយកសាន់ជីទៅឃុំនៅក្នុងបន្ទប់ក្រោមដីដោយសារតែគាត់អាចចង់ឃើញមុខរបស់សាន់ជីទៀតទេចង់បំភ្លេចគាត់ចោលចាត់ទុកថាសាន់ជីនឹងអាចបានកត់ទៅចោលទោះបីជាប់ឃុំហើយក៏ដោយក៏សាន់ជីនៅតែមិនរួចខ្លួនដែរព្រោះបងប្អូនរបស់គាត់តែងតែនៅទីនោះព្រួតវ័យគាត់លេងជាប្រចាំមានតែរេជូម្នាក់គាត់ដែលនៅជួយមើលថែគាត់ដោយសម្ងាត់នាងអត់អោយសាន់ជីប្រាប់គេថានាងជួយគាត់ទេដោយសារតែខ្លាចគេធ្វើបាបនាងដែរមានថ្ងៃមួយនគរជើម៉ាត្រូវផ្លាស់ទីពីសមុទ្រខាងជើងឆ្លងរ៉ែតឡើងចូលទៅសមុទ្រខាងកើតបីធ្វើសង្គ្រាមឆ្លេពេលហ្នឹងរេជូបានទៅជួយដោះលែងសាន់ជីចេញពីឃុំនាងបានប្រាប់កន្លែងលាក់សោដើម្បីដោះមួកដែករបស់គាត់ចេញក្រោយមកនៅពេលដែលសាន់ជីទៅយកសោនោះសត្វតែគាត់បានជួបជាមួយនឹងចេកដែលជាប៉ារបស់គាត់ប៉ុន្តែចេកមិនបានហាមឃាត់សាន់ជីកុំឲ្យរត់ទេគ្រាន់តែស្នើសុំឲ្យសាន់ជី
បើសិនជាគេសួរកុំប្រាប់ថាសាន់ជីនឹងជាកូនរបស់គាត់ព្រោះគាត់ខ្មាស់គេណាស់នៅពេលដែលមានកូនអត់អញ្ចឹងក្រោយពីចាក់ចេញពីនគរជើងមកសាន់ជីបានត្រឹមតែសុំគេធ្វើជាកូនកំបិតចុងផៅនៅលើទូកទេសចរមួយត្រឡប់មកមើលពេលបច្ចុប្បន្នវិញសាន់ជីត្រូវបានបងប្អូនរបស់គាត់ទាំង3នាក់វាយលំពៅមុខទៀតហើយពិតជាសាច់កម្មណាស់ហើយដូចជាកាលណាពីក្មេងដែរអ្នកដែលមកមើលថែគាត់បន្ទាប់ពីនោះគឺរីជូនាងមានម៉ាស់ម្យ៉ាងល្អប្រើខ្លាំងណាស់ពិតមែនពេលប្រៅមិនដំបូងទៅមានអារម្មណ៍តែឆក់ប៉ុន្តែមិនបានមួយនាទីផងមុខហើមមុខចុលរបស់សាន់ជីក៏បានត្រឡប់មកសភាពដើមវិញដូចធម្មតាត្រង់នេះចង់បញ្ជាក់ថាជើមកមិនត្រឹមតែពូកែខាងវិជាសាស្ត្រកងទ័ពទេវិជាត្រឡប់ទៅមើលណាមីហើយនឹងក្រុមហូមីវិញពេលនេះពួកគេកំពុងតែនាំគ្នាជួយលូហ្វីរត់ពេជ្រពីក្រាខើឲ្យបាន10នាទីប៉ុន្តែគួយស្ដាយណាស់មិនទាន់បាន10នាទីផងក្រាខើក៏បានតាមទាន់ពួកគេជាការប្រមានក្រាខើបានដើរកាត់ក្បាលរបស់ដើមឈើឃីងបាវដាច់អស់មួយកំណាត់ខាងលើបន្ទាប់មកគាត់ប្រើវិជាគម្រាមរបស់គាត់ធ្វើឲ្យពួកហូមីខ្សែលើប្រឡឹងអបដល់ពេលអត់ជំរឿណាមីក៏ចូលទៅប្រឈមមុខជាមួយនឹងក្រាខើណាមីដឹងថានាងមិនអាចវាយឈ្នះក្រាខើទេប៉ុន្តែយ៉ាងហោចណាស់ក៏នាងអាចវាយពន្យាពេលបានខ្លះដែរពេលនោះណាមីបាននិយាយគម្រាមក្រាខើថាពិតមែនតែខ្ញុំជាស្រីស្អាតតែខ្ញុំមិនខ្សោយទេក្បាច់គុណរបស់ខ្ញុំសាហាវណាស់ចាំមើលទៅបន្ទាប់មកណាមីបានបញ្ជាឲ្យ King Bao នាំលូហ្វីរត់ចំណែកនាងខំប្រឹងបញ្ចេញក្បាច់ដើម្បីទប់ទល់ជាមួយនឹងក្រាខើប៉ុន្តែរបស់ណាមីនៅពេលនោះបានតែធ្វើឲ្យនំប៊ីស្គីតដែលក្រាខើយកទៅធ្វើខែលឆ្អិនតែប៉ុណ្ណោះដល់ពេលក្រុមរបស់ក្រាខើបែកបកវិញណាមីគេចឡើងគង្វេងមុននឹងវាយបន្តទៀតក្រាខើបានសួរណាមីថាសាន់ជីនៅសំខាន់ខ្លាំងម៉េចក៏នឹងគ្នាហ៊ានប្រថុយជីវិតប្រឆាំងជាមួយនឹងប៊ីកម៉ាំអញ្ចឹងពេលហ្នឹងណាមីអត់ចង់និយាយច្រើនទេព្រោះបើនិយាយច្រើនក៏ក្រាខើស្ដាប់យល់ដែរចំពោះណាមីពិតមែនថាសាន់ជីគឺជាព្រះនារីមែនប៉ុន្តែគាត់គឺជាមិត្តភក្តិហើយមិត្តក៏ត្រូវជួយគ្នាទៅវិញទៅមកបន្តមកទៀតណាមីបាននិយាយបញ្ឈឺក្រាខើថាវ័យកំសាកណាស់អញតែយកសម្បត្តិមកពេញរហូតដល់ពេលអញ្ចឹងក្រាខើក៏ជន់តាមសំណុំពរដែលចូលទៅវ័យជាមួយនឹងណាមីដែលផ្ទាល់ហើយមិនបានប្រមាថក្បាច់ផលណាមីក៏ចាញ់ប៉ុន្តែនៅមុនពេលដែលក្រាខើអាចធ្វើអ្វីណាមីបានលូហ្វីក៏បានស្ទុះចូលវឹបដល់គាត់មួយដៃឡើងខ្ទៀតបន្ទាប់មកលូហ្វីបានប្រាប់ឲ្យណាមីទៅនៅជាមួយនឹងក្រុមហូមីសិនទៅទុកឲ្យគាត់ចាត់ការជាមួយនឹងក្រាខើសម្រាប់ពួកហូមីវិញអត់ចង់ក្បត់ជាមួយនឹងប៊ីកម៉ាំទេប៉ុន្តែណាមីចេះតែបង្ខំមុននឹងចាប់ផ្ដើមវ័យលូហ្វីមានអារម្មណ៍ថាឃ្លានគោពោះយ៉ាងខ្លាំងហើយក៏ធំក្លិនឈ្ងុយនឹងប៊ីស្គីតដែលណាមីប្រើរន្ទះដុតឆ្អិនមុននឹងក៏រើសយកមកខាំតែម្ដងតែខាំអត់ដាច់សោះព្រោះវារឹងពេកដល់ពេលអញ្ចឹងណាមីឆ្លងកនឹកឃើញបង្កើតភ្លៀងមួយមេធំឲ្យធ្លាក់ចុះមកបន្ទាប់មកក្រាខើបានបញ្ជាឲ្យនំប៊ីស្គីតរបស់គាត់ចូលទៅកាប់លូហ្វីត្រូវមួយដាវក៏បែកក្តៅខ្ទេចទៅវិញមូលហេតុគឺដោយសារតែនំប៊ីស្គីតពេលត្រូវទឹកវាទន់ហើយផុយពេលនេះបានដៃលូហ្វីហើយគាត់ប្រើតែក្បាច់ធម្មតាក៏អាចចាត់ការក្រុមកងទ័ពនំប៊ីស្គីតរបស់ក្រាខើបានដែរប៉ុណ្ណឹងហើយក្រាខើនៅតែមិនទាន់អស់ចិត្តទៀតក៏ទៀតដៃបង្កើតកងទ័ពថ្មីទៀតតែប៉ាលូហ្វីកំពុងតែឃ្លានផងក៏លោតទៅខំត្របាក់ស៊ីនំប៊ីស្គីតទាំងនោះគ្រប់នៅពេលនោះលូហ្វីស៊ីឡំប៉ោងពោះប៉ុន្តែក្រាខើអាចបង្កើកងទ័ពប៊ីស្គីតអត់មានដែកកំណត់ទេប៉ុន្តែការញ៉ាំរបស់លូហ្វីមានដែកកំណត់នៅពេលដែលឃើញលូហ្វីញ៉ាំឡំប៉ោងពោះដែលលេងរួចហើយក្រាខើសប្បាយចិត្តណាស់ក៏ស្ទុះចាក់គាត់ប៉ុន្តែមិនដឹងអ្មេចទេស្រាប់តែខ្ទាតថយក្រោយមកវិញមូលហេតុគឺដោយសារតែលូហ្វីប្រើហ្គាទី4ហើយដោយសារតែរាងគាត់ធំអញ្ចឹងគាត់បានដាក់ឈ្មោះថា Tang Man ជាមួយនឹងហ្គាទី4តម្រង់ Tang Man នឹងរាងកាយរបស់លូហ្វីតាំងខ្លាំងណាស់ក្រាខើកាប់ឡងហើយដោយសារតែមិនទាន់អស់ចិត្តក្រាខើក៏ស្ទុះតែចាក់លូហ្វីម្ដងក្រែងលោមុតប៉ុន្តែនៅតែឡើងថយក្រោយដូចគ្នាក្បាច់ចុងក្រោយរបស់ក្រាខើគឺគាត់ដាក់ស៊ុបផលធានាថានឹងចាក់លូហ្វីធ្លុះប៉ុន្តែមិននឹកស្មានថាលូហ្វីបានគៀបដាវគាត់ជាប់ហើយបានសោកយកទាំងគាត់ទៅជាមួយផងនៅពេលនោះលូហ្វីបានបាញ់ក្រាខើធ្លាយរហូតទៅបុកជាមួយនឹងប្រាសាទរបស់ប៊ីកម៉ាំហើយកូនចៅខ្លាំងៗរបស់គាត់ក៏បានឃើញដែរថាក្រាខើត្រូវបានលូហ្វីចាត់ការរួចហើយមិនយូរប៉ុន្មានទេប៊ីកម៉ាំបានអំពីរឿងនេះប៊ីកម៉ាំនៅសល់កូនចៅខ្លាំងៗជាច្រើនទៀតដែលយើងនឹងបានឃើញនៅវីដេអូក្រោយៗសម្រាប់វីដេអូនេះខ្ញុំសូមឆ្លេះត្រឹមតែប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាសូមអរគុណផងដែលបានមើលវីដេអូរហូតដល់ចប់សូមបងប្អូនជួយចុច like ជួយ comment ហើយនិងជួយ subscribe ម្នាក់មួយផង